សូមស្វាគមន៍បងប្អូនទាំងអស់គ្នាការពីវីដេអូវគ្គមុននេះខ្ញុំជំរាបជូនបងប្អូនទាំងអស់គ្នាតកតងនឹងទស្សនវិជ្ជានៅលើមេឃហើយនឹងការចុះចតអញ្ចឹងហើយគឺវីដេអូហ្នឹងបានតែពាក់កណ្ដាលហើយអញ្ចឹងខ្ញុំមកបន្តពាក់កណ្ដាលទៀតនៅវីដេអូនេះអញ្ចឹងយន្តហោះក៏បានរំកិលខិតចិត្តដល់គោលដៅហើយក៏បានត្រៀមនឹងបន្ទាបកម្ពស់ចាដើម្បីចុះចតអញ្ចឹងយើងអាចថតទេសភាពពីលើបានហើយងាយស្រួលក្នុងការមើលឃើញច្បាស់ហើយមានទេសភាពចម្រុះមានស្ពានមានបន្លាយទឹកមានអាគារខ្ពស់ខ្ពស់មានព្រៃឈើបៃតងចាពេលនេះក៏បានចុះចតមកដល់ក្រោមហើយបងប្អូនទាំងអស់គ្នាកង់យន្តហោះគឺបានដល់ដីហើយចាដល់លើសាបហើយក៏បានរត់ដើម្បីទៅរកទីតាំងសម្រាប់ចតឲ្យយើងចុះតាមកម្មចដាបងប្អូនទាំងអស់គ្នាសម្រាប់ការចុះចតនេះខ្ញុំបានថតបងប្អូនតែនៅពេលចុះទៅគឺជាក់ស្ដែងមែនតើពេលដែល check in នៅប្រទេសថៃនៅពលានសវណ្ណភូមិហ្នឹងគឺអត់បានថតទេដោយសារតែលើកទី1ហើយក៏មានអារម្មណ៍ថាភ័យធ្វើមិនឲ្យតែបានកុំឲ្យជាប់នៅកន្លែងគយដោយសារតែយើងអត់មានធ្វើអីខុសច្បាប់ឲ្យបងប្អូនប៉ុន្តែអារម្មណ៍គឺយើងនៅតែភ័យអញ្ចឹងដោយសារដំណើរកំសាន្តលើកទី1 check in ម្នាក់ម្ដងសក់ណាក្បាលហ្នឹងបងប្អូនគេសួរអីឆ្លើយហ្នឹងតែអត់ឆ្លើយចេញគឺគេមានប៉ូលីសគេមកអញ្ចឹងណាហើយតើតើនឹងការចុះចតហ្នឹងពលាននឹងធំខ្លាំងបងប្អូនអញ្ចឹងចុះចតគឺត្រូវរត់ដើម្បីឲ្យដល់គោលដៅហើយសម្រាប់គោលដៅមិនមែនចុះចតឲ្យដើរចូលកន្លែង check in ហ្មងឲ្យបងប្អូនគេមានរថយន្តគេមកយកហើយជាក់ស្ដែងរថយន្តហ្នឹងគឺខ្ញុំបានចុះមុនគ្នារបស់ខ្ញុំអញ្ចឹងគ្នារបស់ខ្ញុំគាត់នៅរថយន្តក្រោយខ្ញុំនៅរថយន្តមុនបន្ទាប់មកខ្ញុំក៏បានចុះទៅគេក៏មានគោលដៅគេអស់ខ្ញុំក៏អត់ដឹងណាណីដែរខ្ញុំក៏បានដើរមកកន្លែងជន់លើបន្ទាប់មកគេចាំសួរខ្ញុំនៅមុខស្ដារយន្តនឹងមកគេសួរថាអ្នកឯងរកអីគេហើយអ្នកឯងមកពីណាអញ្ចឹងខ្ញុំប្រាប់ថាចាំបងប្អូនគាត់នៅឡានមួយទៀតហើយខ្ញុំគេឆែកប៉ាសពតយើងមើលគេឃើញគេសួរយើងថាយើងមកពីកម្ពុជាមែនអញ្ចឹងណាហើយបន្ទាប់មកទៀតក៏ខ្ញុំចាំទៅក៏បានជួបគាត់យើងទៅ check in ទាំងអស់គ្នាសម្រាប់ការ check in គឺមនុស្សច្រើនខ្លាំងមែនតើហើយច្រើនតង់ឲ្យបងប្អូនវល់កន្លងជុំវិញហ្នឹងឡើងចង់ដឹងប្រហែលម៉ែត្រទេបងប្អូនអើយដោយសារតែយើងមានអ្នកបរទេសច្រើនដែលគាត់ចុះចតទៅហ្នឹងហើយពលាននៅថៃវាធំខ្លាំងហើយជាពលានមួយដែលមានយន្តហោះធំប្រទេសដែលធ្វើដំណើរឆ្ងាយគឺគេមកដូរជើងនៅហ្នឹងបងប្អូនទាំងអស់គ្នាអញ្ចឹងហើយគឺមនុស្សច្រើនខ្លាំងហើយគឺយើងឈរចាំយូរខ្លាំងមែនតើខ្លះក៏ហេវបាយខ្លះក៏មានអារម្មណ៍ថាហត់នឿយអញ្ចឹងទៅសម្រាប់ដំណើរកម្សាន្តឆ្ងាយហើយសម្រាប់ការជិះពីពលានយន្តហោះអន្តរជាតិភ្នំពេញទៅសវណ្ណភូមិហ្នឹងគឺมันមានរយៈពេលយូរទេបងប្អូនគឺ1ម៉ោងជាងតិចតួចអីហ្នឹងហើយសម្រាប់អូតេសគឺថៃបងប្អូនទាំងអស់គ្នាថៃគាត់ជាអ្នកយន្តហោះហ្នឹងគឺបោះថៃពីឡុតក៏ថៃអូតេសក៏ថៃដែរប៉ុន្តែគាត់និយាយអង់គ្លេសហើយនឹងភាសាថៃអញ្ចឹងបងប្អូនអាចស្ដាប់បានដូចគ្នាសម្រាប់អ្នកដែលចេះអង់គ្លេសអ្នកចេះថៃក៏ស្ដាប់ថៃទៅហើយសម្រាប់ដែលទៅហ្នឹងគឺភាគច្រើនបរទេសបងប្អូនទាំងអស់គ្នាសិនមានខ្មែរប្រហែលជា20%ប៉ុន្តែមកវិញគឺមានខ្មែរច្រើនចាអញ្ចឹងនេះបានចុះដល់ដីឲ្យបងប្អូនទាំងអស់គ្នាហើយក៏រំកិលទៅរកកន្លែងដែលត្រៀមនឹងចុះចតសម្រាប់អារម្មណ៍ពេលចុះហ្នឹងគឺវាសឹបអញ្ចឹងបងប្អូនហើយយើងត្រូវការតោងប៉ុន្តែបើនិយាយពីបទពិសោធន៍នៃការជិះនេះគឺខ្ញុំអត់មានពុលអត់មានវិលម៉ូតអត់មានក្អួតអត់មានស្រូវអត់មានអីទេបងប្អូនធម្មតាគ្រាន់តែមានអាការៈហឹងលក្ខជាខ្លាំងនៅពេលដែលយន្តហោះឡើងទៅដល់កម្ពស់មួយដែលខ្ពស់ហើយតិចយើងនឹងឈឺខ្លាំងហឹងអត់ដឹងអីទេបងប្អូនទាំងអស់គ្នាឈឺហឹងហើយក៏ស្ដាប់អីអត់ដឹងដែរព្រោះអីខ្ញុំអត់មានបានយកកាសយកអីទៅទេគឺទៅខ្លួនទៅទេតែម្ដងតិចទៅទេមិនមែនខ្លួនទៅទេបងប្អូនមានអាវដែរហ្នឹងហើយតិចទៅទេអញ្ចឹងហើយគឺឈឺលក្ខជា
ឈឺខ្លាំងហើយក៏និយាយអីក៏ស្ដាប់អត់លឺដែរអត់លឺខ្លួនឯងគេក៏និយាយស្ដាប់មិនសូវលឺទៀតចាឥឡូវយើងងាកមកមើលណែពលានសវណ្ណភូមិគឺធំមកបងប្អូនធំដល់ធំខ្លាំងដែរធំដែលធំជាងពលានយន្តហោះអន្តរជាតិរបស់យើងបើសិនជាប្រៀបធៀបពលានយើងគឺទូចម្ញែបមួយបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំអត់ហ៊ានប្រៀបធៀបមួយពលានថ្មីរបស់យើងទេណាពលានថ្មីរបស់យើងគឺធំបងប្អូនទាំងអស់គ្នាអញ្ចឹងហើយការចុះចតនេះក៏បានរំកិលចិត្តមកដល់ហើយឃើញថាចាប់ផ្ដើមឃើញឡានហើយនឹងកម្មចដាមួយបងប្អូនទាំងអស់គ្នាអញ្ចឹងតិចទៀតនឹងរំកិលខាត់ទៅដល់ហើយអរគុណសម្រាប់បងប្អូនទាំងអស់គ្នាតិចទៀតវីដេអូក្រោយនេះខ្ញុំនឹងជម្រាបជូនបងប្អូនទាំងអស់គ្នាតាក់ទងនឹងដំណើរកម្សាន្តរបស់ខ្ញុំតាក់ទងនឹងគយនៅសវណ្ណភូមិតើគេបានសួរអីខ្លះដល់ខ្ញុំហើយខ្ញុំបានបទពិសោធន៍អីខ្លះសម្រាប់ការហោះហើរមួយហ្នឹងសូមអរគុណសម្រាប់ការតាមដានបាយបាយ